មានប្តីជាអ្នកស្រែចម្ការអញ្ចឹងបងប្អូនព្រលឹមឡើងមិនតាន់ទេចប់មួយកបាត់មួយសម្ដៅទៅស្រែចការហើយតែថ្ងៃហ្នឹងអារម្មណ៍រៀងល្អចេះហៅខ្ញុំទៅជាមួយដែរតែខ្ញុំថាអត់ទៅទេព្រោះអីដោយសារតែអាកាសធាតុរៀងល្ងាហើយម្យ៉ាងទៀតការងារនៅផ្ទះរៀងច្រើនថ្ងៃហ្នឹងព្រោះដោយសារតែម៉ែក្មេងក្មេងគាត់កាត់ស្ពេបុកគោច្រើនពេកហូបអត់អស់អញ្ចឹងហើយគាត់យកមកហាលហើយតាំងពីឆាច់ថាវផងខាងនេះគេចូលចិត្តធ្វើឆាច់ថាវប្រៅទេបងប្អូនខ្ញុំបើសិនគាត់ធ្វើឆាច់ថាវផ្អែមគឺឆ្ងាញ់ហ្មងតែនេះគាត់ធ្វើឆាច់ថាវប្រៃដោយសារធ្វើអញ្ចឹងទុកបានយូរតែគាត់ធ្វើរសជាតិម៉មអត់ប្រៃខ្លាំងទេហើយបងប្អូនមើលអត់ផ្កាគឺចាប់ដើមត្រិចស្គូស្គីទៀតហើយចូលដល់ខែហ្នឹងហើយខាងណាគឺបែកខាងស្ពេក្តៅនិយាយទៅប្រហែលថ្ងៃនេះគឺបងប្អូនខ្ញុំហាលរហូតស្វេក្តៅផងស្ពីបុកោផងឆាច់ថាវនឹងផងហើយប្រហែលថ្ងៃទៀតមេឃអត់សូវអំណោយផលទៀតតែបងប្អូនឲ្យថាឃើញថ្ងៃមិនតិចហ្នឹងគឺយកចេញមកសណ្ដាល់ហើយបើមិនអញ្ចឹងទេខែតិចបងប្អូនមេឃរោទៅយំរោទៅភ្លៀងបើមិនអញ្ចឹងអត់ភ្លៀងក៏នៅសតុំនៅនឹងនិយាយពីតិចដល់គាត់ថាខែហ្នឹងស្រឡាញ់តែម្យ៉ាងទេគឺរុក្ខជាតិអីផ្សេងគឺចាប់ដើមចេញផ្កាប្រងព្រឹត្តពេញហ្នឹងហ្មងហើយហ្នឹងប្តីខ្ញុំកំសត់ទៅពីអ្នកឆ្កែហ្នឹងឯងខែតិចអញ្ចឹងគាត់អត់សូវមានការងារធ្វើទេអញ្ចឹងហើយឆ្លៀតមកជួយធ្វើដីឲ្យក្មេកខ្ញុំមកហើយស្រុកនេះដីអត់មានបណ្ណាគេទុកតនេទេបងប្អូនអរគ្នានិយាយរួមទៅបើសិនជាយើងដីរបស់យើងអ្នកកាន់កាប់ប៉ាត់មែនបើសិនជា2-3ឆ្នាំយើងអត់ធ្វើអីទុកឲ្យដុះស្មៅចោលខាងរត់គេដកទៅវិញអញ្ចឹងហើយប្រជាជនគេនៅនេះអត់មានបណ្ណាគេថាខ្ជិលកាទេគឺត្រូវតែធ្វើខ្ញុំនេះគឺថាចាប់ផ្ដើមធ្វើម្ហូបអាហារទេដែរបងប្អូនគឺស្ត្រីមេផ្ទះចំតួហ្មងឲ្យមានការងារអីធំដុំដូចគេគ្មានទេមួយថ្ងៃគិតគូតែរឿងស៊ីចុកបុកតាពីនឹងឯងហើយត្រូវនឹងម្ហូបថ្ងៃហ្នឹងគឺអត់មានអីទេបងប្អូនហើយគឺថាហាលឆាច់ថាវគឺយើងធ្វើម្ហូបជាមួយនឹងឆាច់ថាវនឹងតែម្ដងហើយបងប្អូនរនឹកមើលថាបើសិនបានឆាច់ថាវអញ្ចឹងហើយយើងញ៉ាំជាមួយអីគេហើយឆាច់ថាវគឺឆាច់ថាវប្រៃបងប្អូនគាត់ធ្វើលំរសជាតិហើយជាមួយនឹងសាច់ជ្រូក3ជាន់ណាបងប្អូនក៏ច្រាំវាឲ្យម៉ត់តិចទៅនៅស្រុកស្រែល្អត្រង់ថាយើងរកចំណូលអត់បានច្រើនពិតមែនប៉ុន្តែយើងចំណាយក៏អត់ច្រើនដូចគ្នាដោយសារម្ហូបអាហារប្រចាំថ្ងៃរបស់យើងគឺយើងចំណាយទៅលើសាច់ទេបើនិយាយតាមត្រង់គឺចំណាយទៅលើសាច់តែហ្មងបើថាបន្លែប្លុកអីគឺជុំវិញផ្ទះគឺមានទាំងអស់សូម្បីតែត្រីអីក៏យើងចាំខ្លួនឯងស្រាច់ម្ហូបរបស់យើងគឺដាក់ខ្លាញ់បន្តិចទៅចាគឺយើងពងជាមួយម្ទេសហើយជាមួយនឹងខ្ទឹមឲ្យវាឈ្ងុយសិនអញ្ចឹងណាហើយចំណាក់សាច់ជ្រូករបស់យើងឆាឲ្យវាចូលជាតិគ្នាសិនកូនគឺដល់ពេលចេញពីរៀនល្មមកូនខ្ញុំនិយាយថាជាពិសេសគឺអាបងហ្មងឲ្យទៅពេលខ្ញុំធ្វើម្ហូបគឺដឹងតែចូលមកមើលមកអើយស្អីគេទៀតហើយឈ្ងុយអញ្ចឹងណាពុំហូបពេលខ្លះគឺអ្នកនៅនេះគឺធ្វើខុសពីយើងអញ្ចឹងហើយនេះពេលយើងឆាសាច់ជ្រូកហើយគឺយើងដាក់ជាមួយឆាច់ថាវរបស់យើងចូលទៅឆាច់ថាវប្រៃរបស់យើងហ្នឹងបងប្អូនតែប៉ុណ្ណឹងទៅជាការស្រេចអត់មានធ្វើម្ហូបអីទៀតទេអត់មានញ៉ៃអីច្រើនទេអាហារពេលងាយខាំពួកខ្ញុំភាគច្រើនបើមិនហូបបបរក៏មីដែរសំខាន់បបរឆ្អិនហើយប៉ុន្តែចាំប្តីបាត់នេះអញ្ចឹងហើយគឺឆ្លៀតទេទៅសួរមើលថាស្មានណាបានមកវិញដល់ពេលហើយគាត់ថាប្រហែលជាកន្លះម៉ោងអីទៀតបានធ្វើហើយបានត្រឡប់មកផ្ទះទៀតអញ្ចឹងហើយខ្ញុំថាឆ្លៀតស្រេចទឹកបន្លែហើយអញ្ចឹងណាបងប្អូនមើល strawberry របស់ខ្ញុំគឺចាប់ផ្ដើមផ្លែទុំទៀតហីចាំមើលតើបានកូនមកពីសាលាហ្នឹងគឺចាប់ផ្ដើមទៀតហើយមើលរ៉ូតេទៅផ្សារទៀតមើលមិនកើតទេបើថានៅចាំនឹងពេលណាបានមកទេហើយឡើងល្ងាចមែនតើណាថារោហៅឥឡូវគាត់មកវិញល្មមហើយខ្ញុំលូប្រាប់ថាលើក្រោយកុំឲ្យយប់ពេកមកដល់ផ្ទះបងប្អូនឃើញអត់ខ្ញុំឡើងបើកកំពូលញ៉ាំបាយហ្មងណានេះមានលក្ខណៈញ៉ាំបាយគឺញ៉ាំបបរដល់ពេលទៅដល់គឺមកយកចានយកអីមកហូបបាយយាយគឺទៅចេញមកពីលេងទូរស័ព្ទហើយយាយឥឡូវតាំងពីលេង TikTok មកយាយថាឲ្យតែខ្ញុំចូលធ្វើម្ហូបយាយអត់មានចេញទៅណាទេនៅស្ងំតែក្នុងបន្ទប់ដើម្បីអូស TikTok នឹងឯងហើយកុំចាស់ថាគាត់នោះគាត់ជៀនបាននំដែរថ្ងៃហ្នឹងគាត់ហូបបបរដល់ពេលឲ្យគាត់ជៀននំប៉័ងដើម្បីហូបជាមួយឆាច់ថាវយើងអញ្ចឹងបានវាត្រូវគ្នាអញ្ចឹងណាបងប្អូនហើយមិននិយាយលេងសើចណាបងប្អូនធ្វើវីដេអូមួយគឺពេញមួយថ្ងៃតាំងពីព្រឹករហូតដល់ល្ងាចឥឡូវឡើងជប់ទៀតអញ្ចឹងមិនថាអ្នកនៅស្រុកស្រែជនបទណាគឺថាពីព្រឹកដល់ថ្ងៃពីថ្ងៃដល់ល្ងាចការងារកាពេកកប៉ុកអង្គកប៉ុងគឺមួយថ្ងៃហើយវីដេអូចែកម្លែករបស់ខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងដែរអរគុណបងខ្លាំងមែនទែនដែលតែងតែស្រឡាញ់ចូលចិត្តនៅវីដេអូបងប្អូនកន្លងមកចាំជួបគ្នានៅវីដេអូក្រោយទៀតជាមួយនឹងសម្លេងជូតមុខរបស់ Elsa សម្លេងជូតមុខ Elsa ហ្នឹងគឺប្រើសម្រាប់អ្នកដែលផ្ទៃមុខដូចខ្ញុំអញ្ចឹងបងប្អូនងាយរោងាយកាត់មុនអីអញ្ចឹងណាសម្លេងជូតមុខ Elsa គឺមានរូបមន្តចេញពីប្រទេសជប៉ុនជួយជួសជុលស្បែកខូចឲ្យរឹងមាំហើយផ្ដល់ជាតិទឹកដល់ជាតិស្បែកផ្ដល់សំណើមគឺជួយព្យាបាលនិងជំរុញកោសិកាចាស់ជាពិសេសគឺអាមុនខ្មៅមុនខ្សាច់ដែលនៅលើគៀនច្រមុះហ្នឹងគឺផ្កាយខ្លាំងបើថាយើងចេញមុន1 2អីអញ្ចឹងគឺយើងជូតតែមួយថ្ងៃ2ថ្ងៃគឺមុនយើងឡើងក្រៀមហ្មងហើយម្យ៉ាងទៀតជាមួយនឹងស្តុកថ្មីរបស់ Elsa គឺបង្កើនជាមួយគុណភាពទ្វេដងតែម្ដងសំខាន់ណាឥឡូវហ្នឹងគឺក្រុមហ៊ុនកំពុងតែមានការប្រម៉ូសិនពិសេសអញ្ចឹងបងប្អូនវូតឡើងគឺខ្ញុំញ៉ាំសាច់ច្រើនខ្លាំងមែនតើហើយរបស់បំពងរបស់អីអញ្ចឹងណាចឹងគឺតោះដាក់ skin នេះមួយគ្រាប់សិនដើម្បីទប់ស្កាត់ព្រោះរំថាបានគីឡូប៉ុណ្ណឹងមួយងាយទេបងប្អូនហើយរំបានស្រកគីឡូប៉ុណ្ណឹងគឺអត់ចង់ឡើងគីឡូវិញទៀតទេដោយរាល់
ថ្ងៃនេះគឺខ្ញុំអត់មានញ៉ាំរាល់ថ្ងៃតែតថ្ងៃណាញ៉ាំសាច់ខ្លាំងញ៉ាំសាច់ច្រើនអានឹងបានខ្ញុំញ៉ាំមកគ្រាប់ចឹងទៅហើយវីដេអូចែកម្លេចរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងអរគុណបងៗខ្លាំងមែនទែនដែលតែងតែស្រឡាញ់ចូលចិត្តនៅវីដេអូបងប្អូនចាំជួបគ្នានៅវីដេអូក្រោយទៀត